បងមិនបាច់បាត់កូនដែរបងកូនខ្ញុំមកមួយវានៅគ្នាវា3នាក់បងតាំងស្មារតីសិនណាបងទេបងកូនខ្ញុំមានតែមួយតែឡើយតែវាមកគ្នាវាតែ3នាក់ហ្នឹងទេហើយថ្ងៃមិនចេញមកពី10នេះខ្ញុំមកហូបបាយចាហូបពេលខ្ញុំចេះតែកាហូបបាយជុំគ្នាហ្នឹងហូបបាយជុំគ្នា4នាក់ម៉ែកូនទៅមកយូរដែរចាបងអ្នកលងផ្ទះនេះអ្នកចុះជួយអូមក3នាក់បងប្អូនចា3នាក់បងកើតមែនកើតដំបងលងហ่าបងចាលោកបងណាបងជួយចាអូយើងសុខចិត្តស្លាប់ខ្លួនឯងហ្នឹងហើយបងចង់ជួយប្អូនចាលងអាទី2ចាបងគឺនេះចុះជួយបងនេះចុះលូតជួយទៅបណ្ដោយបងចាដល់ពេលហើយអ្នកសំណងគេចុះជួយដែរជួយបានដល់ប្អូនហ្នឹងបងគេអត់ឃើញចុះឮថាធ្លាប់មានអ្នកស្លាប់នេះស្លាប់2នាក់ហើយ2នាក់ស្រីក្មេងៗបាទអ្នកនាងជាទីមេត្រីកុមារាវ័យ12ឆ្នាំម្នាក់បានលង់ទឹកស្លាប់បន្ទាប់ពីពួកគេនិងប្អូនប្រុសបង្កើត2នាក់ទៀតបានមកលេងទឹកក្នុងទីតាំងកាត់ហេតុនេះដោយដំបងប្អូនប្រុសរបស់ជនរងគ្រោះបានលង់ទឹកមុនទឹកចិត្តជាបងបានលូតទៅជួយប្អូនប៉ុន្តែអកុសលបែរជាបងត្រូវស្លាប់ជំនួសជីវិតប្អូនទៅវិញដោយប្អូនប្រុសដែលបានលង់ទឹកមុនគេនេះត្រូវបានកម្មករសំណង់ដែលនៅក្បែរនេះចោះជួយទាន់ចំណែកឯក្មេងប្រុសរងគ្រោះដែលបានស្លាប់នេះគឺបានធ្លាក់ចូលទៅខាងក្នុងដោយពលរដ្ឋបានប្រើពេលអស់ជាច្រើនម៉ោងទម្រាំតែរកឃើញសាកសពក្មេងប្រុសរងគ្រោះហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង1រសៀលថ្ងៃទី17ខែមិនិនាឆ្នាំ2026ស្ថិតនៅទីតាំងស្រះទឹកមួយកន្លែងនៅក្នុងភូមិគោកឃ្លៀងសង្កាត់គោកឃ្លៀងខណ្ឌព្រៃភ្នៅរាជធានីភ្នំពេញបានមួយឆ្នាំប៉ុន្មានអត់ឃើញកង់អត់មកឃើញកង់បងមិនបាច់បាត់កូនដែរបងកូនខ្ញុំមកមួយវានៅគ្នាវា3នាក់បងតាំងស្មារតីសិនណាបងទេបងឯណាខ្ញុំទៅទូទៀតមកឃើញណាបងដល់រមើលសិនណាមកភ័យបងខ្ញុំមានតែមួយតែឡើយលោទៅណាទៅណីផ្សេងទេបងតែវាមកគ្នាវាតែ3នាក់ហ្នឹងទេហើយថ្ងៃមិនចេញមកពី10នេះខ្ញុំមកហូបបាយដឹងថាគាត់មកលេងនេះគ្នាមកអ្នកដែរអត់ដឹងទេខ្ញុំនៅឡើយធ្វើការហ្នឹងបងខ្ញុំក៏ទេគាត់អាសាមកលេងនេះអត់តែមកទេចាហូបពេលចេះតែកាហូបបាយជុំគ្នាហ្នឹងហូបបាយជុំគ្នា4នាក់ម៉ែកូនដល់ពេលខ្ញុំមិនដឹងថាគាត់ក៏តែទេបាយថាមកផ្លែហ្នឹងបងចាបាយមកផ្លែស្លាប់ដល់តាមមកយូរដែរចាបងអ្នកលងផ្ទះនេះអ្នកចុះជួយអូមក3អ្នកបងប្អូនចា3អ្នកបងកើតមែនកើតដំបងលងហ่าបងចាលោកបងណាបងជួយចាអូយើងសុខចិត្តស្លាប់ខ្លួនឯងហ្នឹងបងចង់ជួយប្អូនចាប្អូននោះអាយុប្រហែលជា9ឆ្នាំចា9ឆ្នាំមួយទៀតអាយុប្រហែលម៉ានតាំងពីហ្នឹង9ឆ្នាំ10ឆ្នាំប៉ុណ្ណឹងចាព្រោះពេលនេះយើងដំបងលងអូនប្រុសលងអាទី2លងទី2ចាបងគេនេះចោះជួយប្អូនបងនេះចោះលូតជួយទៅបណ្ដោយបងចាដល់ពេលហើយអ្នកសំណងគេចុះជួយដែរជួយបានដល់ប្អូនហ្នឹងបងគេអត់ឃើញដល់ពេលប្អូនហ្នឹងគេរួចទៅក៏គេដប់ទៅផ្ទះដល់ផ្ទះហ្នឹងទៅចុះឮថាធ្លាប់មានអ្នកស្លាប់នេះស្លាប់2នាក់ហើយ2នាក់ស្រីក្មេងៗបាទជម្រៅប្រហែលម៉ានដែរបង10ម៉ែត្រ17ម៉ែត្រចុះក្រោមបាទចឹងប្រវត្តិមានអ្នកស្លាប់2នាក់ក្នុងនេះបាទលោកអ្នកនាងជាទីមេត្រីសពក្មេងប្រុសដែលបានលង់ទឹកស្លាប់នេះមានឈ្មោះឆេងសុខេងភេទប្រុសអាយុ12ឆ្នាំបើតាមការរៀបរាប់របស់ពលរដ្ឋដែលរស់នៅក្បែរទីតាំងកាត់ហេតុបានឲ្យដឹងថាស្រះទឹកនេះមិនមែនជាករណីទី1ទេដែលមានក្មេងដែលបានលង់ទឹកស្លាប់នៅក្នុងស្រះទឹកនេះគឺមានមនុស្ស2នាក់ទៅហើយដែលបានស្លាប់នៅក្នុងទីតាំងស្រះទឹកនេះដោយស្រះទឹកនេះគឺជារណ្ដៅដីដែលមានជម្រៅប្រមាណពី17ទៅ20ម៉ែត្រឯណោះអរគុណប្រិយមិត្តដែលចំណាយពេលតាមដានទស្សនានៅការផ្សាយរបស់ក្រុមការងារ Media News ខ្ញុំបាទនឹងក្រុមការងារសូមអរគុណសូមគោរពលា